សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel 361 Healthy របស់យើងសាជាថ្មីថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទមួយទៀតដែលអ្នកទាំងអស់គ្នាប្រហែលជាមាននៅក្នុងផ្ទះបាយស្រាប់ហើយនោះគឺខ្ទឹមសគ្រឿងទេសដែលមានក្លិនឈ្ងុយនេះមិនត្រឹមតែល្បីខាងធ្វើម្ហូបឲ្យមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេប៉ុន្តែវាក៏ត្រូវបានគេប្រើប្រាស់ក្នុងឱសថបុរាណរាប់រយឆ្នាំមកហើយដែរប៉ុន្តែថ្មីនេះអ្នកប្រហែលជាធ្លាប់ឮគេនិយាយតៗគ្នានៅលើបណ្ដាញសង្គមថាខ្ទឹមសអាចជាជំនួយបែបធម្មជាតិសម្រាប់សុខភាពផ្លូវភេទបុរសជាពិសេសគឺជួយដល់ការឡើងរឹងរបស់លឹងនិងចំណង់ផ្លូវភេទតើរឿងនេះពិតកម្រិតណាឬក៏គ្រាន់តែជាការជឿតៗគ្នានៅក្នុងវីដេអូនេះយើងនឹងបកស្រាយនិងស្វែងយល់ការពិតតាមបែបវិទ្យាសាស្ត្រអំពីខ្ទឹមសសូមបញ្ជាក់វីដេអូនេះធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងតែប៉ុណ្ណោះនិងមិនអាចជំនួសការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញបានទេប្រសិនបើអ្នកមានក្តីកង្វល់ណាមួយទាក់ទងនឹងសុខភាពផ្លូវភេទសូមពិភាក្សាជាមួយគ្រូពេទ្យជំនាញតោះដើម្បីកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមស្វែងយល់ទាំងអស់គ្នាតើខ្ទឹមសអាចជួយដល់ការឡើងរឹងរបស់លឹងដោយរបៀបណាចម្លើយគឺស្ថិតនៅក្នុងដំណើរការដ៏សំខាន់បំផុតមួយនៃការឡើងរឹងរបស់លឹងនោះគឺលំហូរឈាមការឡើងរឹងរបស់លឹងគឺជារឿងដែលអាស្រ័យទាំងស្រុងទៅលើលំហូរឈាមដើម្បីឲ្យលឹងឡើងរឹងនិងរក្សាភាពរឹងបានយូររាងកាយត្រូវការលំហូរឈាមខ្លាំងនិងទៀងទាត់ទៅកាន់សរសៃឈាមក្នុងលឹងនៅពេលដែលសរសៃឈាមទាំងនោះបើកទូលាយឈាមនឹងអាចហូរចូលបានយ៉ាងខ្លាំងដែលធ្វើឲ្យលឹងឡើងរឹងបានល្អបញ្ហាណាក៏ដោយដែលរារាំងលំហូរឈាមដូចជាជំងឺលើសឈាមឬការកកស្ទះជាតិខ្លាញ់ក្នុងសរសៃឈាមសុទ្ធតែអាចបណ្ដាលឲ្យមានបញ្ហាលឹងមិនឡើងរឹងត្រង់ចំណុចនេះហើយដែលធ្វើឲ្យខ្ទឹមសអាចចូលមកដើរតួនាទីយ៉ាងសកម្មខ្ទឹមសមានផ្ទុកសមាសធាតុសកម្មដ៏មានឥទ្ធិពលមួយឈ្មោះថាអាស៊ីលីនសារធាតុនេះហើយដែលធ្វើឲ្យខ្ទឹមសមានក្លិននិងរសជាតិពិសេសហើយវានឹងបញ្ចេញមកនៅពេលដែលយើងចិញ្ច្រាំបុកឬទំពាខ្ទឹមសឆៅការស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថាសារធាតុអាស៊ីលីននេះអាចជួយឲ្យរាងកាយរបស់យើងផលិតសារធាតុមួយទៀតហៅថានីត្រិកអុកសាយនីត្រិកអុកសាយនេះមានតួនាទីប្រៀបដូចជាអ្នកនាំសារដែលប្រាប់ឲ្យសរសៃឈាមរបស់យើងបើកទូលាយនិងអាចបត់បែនបានល្អឧទាហរណ៍ថាសរសៃឈាមរបស់យើងប្រៀបដូចជាបំពង់ទឹកប្រសិនបើបំពង់ទឹកនោះតូចចង្អៀតនោះទឹកនឹងហូរចេញបានមកតិចតែនីត្រិកអុកសាយគឺជួយធ្វើឲ្យបំពង់ទឹករីកធំនិងទន់ដែលអនុញ្ញាតឲ្យទឹកអាចបាញ់ចេញមកបានយ៉ាងខ្លាំងដូចគ្នាទៅនឹងក្នុងរាងកាយរបស់យើងដែរគឺឈាមអាចធ្វើដំណើរទៅកាន់គ្រប់សរីរាង្គបានយ៉ាងរលូនរួមទាំងលឹងផងដែរដូច្នេះដោយសារតែខ្ទឹមសជួយបង្កើននីត្រិកអុកសាយនិងធ្វើឲ្យសរសៃឈាមមានសុខភាពល្អវាអាចជួយបញ្ចុះសម្ពាធឈាមនិងកែលម្អប្រព័ន្ធដំណើរការឈាមបានល្អលំហូរឈាមដែលល្អប្រសើរនេះហើយគឺជាមូលហេតុចម្បងដែលគេជឿថាខ្ទឹមសល្អសម្រាប់មុខងារលឹងតែត្រូវចងចាំថាវាមិនមានប្រសិទ្ធភាពភ្លាមដូចថ្នាំសម្រាប់វីយ៉ាក្រានោះទេតែវាជួយកែលម្អសុខភាពប្រព័ន្ធបេះដូងនិងសរសៃឈាមរបស់អ្នកបន្តិចម្ដងក្នុងរយៈពេលវែងដែលជាគ្រឹះដ៏សំខាន់សម្រាប់សុខភាពលឹងចុះចំណែកចំណង់ផ្លូវភេទវិញដោយដែលបានរៀបរាប់រួចហើយយើងដឹងហើយថាខ្ទឹមសអាចជួយដល់ដំណើរការនៃការឡើងរឹងរបស់លឹងចុះចំណង់ផ្លូវភេទវិញតើវាអាចជួយបង្កើនចំណង់ផ្លូវភេទបានដែរឬទេចំពោះរឿងនេះវិញការពាក់ព័ន្ធគឺមិនសូវមានទំនាក់ទំនងផ្ទាល់នោះទេมันមានសមាសធាតុជាក់លាក់ណាមួយនៅក្នុងខ្ទឹមសដែលភ្ញូចអារម្មណ៍ផ្លូវភេទនៅក្នុងខួរក្បាលដោយផ្ទាល់នោះទេផ្ទុយទៅវិញអត្ថប្រយោជន៍របស់វាសម្រាប់ចំណង់ផ្លូវភេទគឺទំនងជាអត្ថប្រយោជន៍ដែលទទួលបានពីការដែលមានសុខភាពទូទៅល្អប្រសើរដូចខាងក្រោមទី1ខ្ទឹមសសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មសារធាតុនេះជួយប្រឆាំងនឹងភាពតានតឹងនិងការរលាកនៅក្នុងរាងកាយភាពតានតឹងខ្លាំងនិងការនឿយហត់
គឺជាឃាតករលាក់មុខដែលសម្លាប់ចំណងផ្លូវភេទដូច្នេះនៅពេលដែលខ្ទឹមសជួយធ្វើឲ្យរាងកាយរបស់អ្នកកាន់តែរឹងមាំអ្នកនឹងមានអារម្មណ៍ថាមានថាមពលមានសុខភាពល្អនិងមិនសូវមានភាពតានតឹងនៅពេលដែលអ្នកមានអារម្មណ៍ល្អទាំងផ្លូវកាយនិងផ្លូវចិត្តនោះចំណងផ្លូវភេទរបស់អ្នកក៏ល្អប្រសើរផងដែរទី2កេរ្តិ៍ឈ្មោះពីបុរាណបើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយពីជនជាតិអេស៊ីបរហូតដល់ជនជាតិរ៉ូម៉ាំងពួកគេបានចាត់ទុកខ្ទឹមសជាអាហារបើកម្លាំងផ្លូវភេទដោយជឿថាវាផ្ដល់នូវថាមពលនិងភាពរឹងមាំដល់ពួកគេទោះបីជាវាគ្រាន់តែជាជំនឿពីបុរាណនិងមិនមែនជាវិទ្យាសាស្ត្រទំនើបក៏ដោយក៏វាបង្ហាញឲ្យឃើញដែរថាមនុស្សបានផ្សារភ្ជាប់ខ្ទឹមសទៅនឹងកម្លាំងកាយរបស់ពួកគេអស់រយៈពេលជាយូរឆ្នាំមកហើយវិធីប្រើប្រាស់និងការប្រុងប្រយ័ត្នប្រសិនបើអ្នកចាប់អារម្មណ៍និងចង់បន្ថែមខ្ទឹមសនៅក្នុងរបបអាហារប្រចាំថ្ងៃតើគួរធ្វើដូចម្តេចដូច្នេះសូមទស្សនាវិធីប្រើប្រាស់ដូចខាងក្រោមវិធីទី1ទទួលទានខ្ទឹមសឆៅនេះគឺជាវិធីល្អបំផុតដើម្បីទទួលបានសារធាតុអាសេលីនច្រើនបំផុតត្រូវចាំថាសារធាតុនេះនឹងបញ្ចេញមកនៅពេលដែលខ្ទឹមសត្រូវបានបុកឬចិញ្ច្រាំដូច្នេះការបុកចិញ្ច្រាំឬហាន់ខ្ទឹមសស្រស់រួចទុកចោលប្រហែល10នាទីសិនមុននឹងញ៉ាំគឺជាវិធីដែលមានប្រសិទ្ធភាពបំផុតអ្នកអាចលាយជាមួយទឹកជ្រលក់ឬញ៉ាំឆៅក៏បានការចម្អិនខ្ទឹមសជាពិសេសនៅសីតុណ្ហភាពខ្ពស់អាចកាត់បន្ថយបរិមាណសារធាតុអាសេលីនបានវិធីទី2បរិមាណសមល្មមมันមានកម្រិតកំណត់ជាផ្លូវការនោះទេប៉ុន្តែការញ៉ាំ1ទៅ2ក្លែបក្នុងមួយថ្ងៃគឺជាបរិមាណសមរម្យនិងមានសុវត្ថិភាពសម្រាប់មនុស្សភាគច្រើនចំណុចដែលត្រូវចាំនោះគឺខ្ទឹមសមិនមែនជាឱសថនោះទេតែវាជួយកែលម្អសុខភាពប្រព័ន្ធបេះដូងនិងសរសៃឈាមរបស់អ្នកបន្តិចម្ដងក្នុងរយៈពេលវែងដែលជាគ្រឹះដ៏សំខាន់សម្រាប់សុខភាពលឹងផលប៉ះពាល់ប្រាកដណាស់វាក៏មានផលប៉ះពាល់ដែរដែលគ្រប់គ្នាស្គាល់គឺក្លិនមាត់និងក្លិនខ្លួនសម្រាប់មនុស្សមួយចំនួនវាអាចបណ្ដាលឲ្យក្តៅក្នុងនិងឈឺពោះសេចក្តីសន្និដ្ឋានសរុបមកវិញតើខ្ទឹមសពិតជាអាចជួយបញ្ហាលឹងមិនឡើងរឹងនិងបង្កើនចំណង់ផ្លូវភេទមែនទេវិទ្យាសាស្ត្របង្ហាញថាខ្ទឹមសពិតជាអាចមានអត្ថប្រយោជន៍សម្រាប់ការឡើងរឹងរបស់លឹងពិតមែនដោយសារតែវាជួយកែលម្អលំហូរឈាមតាមរយៈការផលិតនីត្រិកអុកសាយចំណែកឯឥទ្ធិពលទៅលើចំណង់ផ្លូវភេទវិញគឺมันមានទំនាក់ទំនងផ្ទាល់ខ្លាំងនោះទេប៉ុន្តែវាមានអត្ថប្រយោជន៍ជួយដល់សុខភាពទូទៅកាន់តែប្រសើរមានថាមពលនិងកាត់បន្ថយភាពតានតឹងចូលគិតថាខ្ទឹមសគ្រាន់តែជាកត្តាជំនួយមិនមែនកត្តាចម្បងនោះទេវាមិនអាចជំនួសកត្តាចម្បងដូចជាការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់របបអាហារមានតុល្យភាពការគេងឲ្យបានគ្រប់គ្រាន់និងការគ្រប់គ្រងភាពតានតឹងនោះទេប្រសិនបើអ្នកកំពុងតែជួបប្រទះបញ្ហាលឹងមិនឡើងរឹងឬចំណង់ផ្លូវភេទធ្លាក់ចុះវាពិតជាសំខាន់ណាស់ដែលត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីរកមូលហេតុពិតប្រាកដសូមអរគុណសម្រាប់ការទស្សនាប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយចុច like share និង subscribe Channel 361 Healthy ដើម្បីទទួលបានវីដេអូថ្មីៗស្ដីអំពីចំណេះដឹងសុខភាពពី Channel របស់យើងខ្ញុំបន្ថែមទៀតសូមជូនពរឲ្យបងប្អូនមានសុខភាពល្អទាំងអស់គ្នាសូមជម្រាបលា